ទូរ៉ែនថៃមិនត្រឹមតែចូលដល់ខេត្តបាត់ដំបងទេប៉ុន្តែហួសទៅដល់ខេត្តកំពង់ចាមថែមទៀតផងនេះគឺជាការបញ្ជាក់របស់ Alan ដែលជាអ្នកទិញទូរ៉ែនពីថៃយកមកនៅខ្មែរមានឈ្មោះពិតសាក់ឡែននារីអាយុ31ឆ្នាំរូបនេះទទួលស្គាល់ថានាងបានទិញទូរ៉ែនពីថៃចំនួន3លើកតាមច្រកព្រំដែនកាប៊ីនតើច្រកកាប៊ីននៅឯណាហើយអ្នកណាអនុញ្ញាតឲ្យយកចូលតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី4ខែឧសភាឆ្នាំ2021 Alan បានចូលបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបន្ទាប់ពីសម្លេងរបស់នាងបែកធ្លាយលើបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងការទិញទូរ៉ែនថៃមកលក់នាងបានទទួលស្គាល់ថាសម្លេងនោះជារបស់នាងថានៅក្នុងអំឡុងខែមេសាដល់ដើមខែឧសភានាងបានតាក់ទងដៃគូជនជាតិថៃដែលធ្លាប់រកស៊ីជាមួយគ្នាដើម្បីទិញទូរ៉ែនចំនួន3លើកសរុប2តោននាងបន្តថាទូរ៉ែនទើបបានភេកិថៃរៀបចំផ្ញើតាមព្រំដែនមុននាងទទួលនៅខេត្តបាត់ដំបងហើយបន្តផ្ញើទៅអតិថិជននៅក្នុងខេត្តកំពង់ចាមទោះជាយ៉ាងណានាងអះអាងថានាងមិនបានដឹងច្បាស់ពីរបៀបនាំចូលឬក៏នីតិវិធីតាមច្រកព្រំដែននោះឡើយចំពោះច្រកកាប៊ីនដែល Alan លើកឡើងឈ្មោះច្រកនេះមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ផ្លូវការនោះទេលោកអ៊ឹមកុសលអ្នកនាំពាក្យស្នងការឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ថា Alan គ្រាន់តែនិយាយថាច្រកកាប៊ីនដូច្នេះស្នងការនឹងបន្តស៊ើបអង្កេតដើម្បីកំណត់ច្រកជាក់លាក់ដែលអនុញ្ញាតឲ្យទូរ៉ែនចូលមកនិងស្វែងរកអ្នកពាក់ព័ន្ធអភិបាលខេត្តបាត់ដំបងលោកសុកលូបានប្រាប់បន្ថែមថាកម្លាំងសមត្ថកិច្ចមានភារកិច្ចទប់ស្កាត់ទំនិញដែលរាជរដ្ឋាភិបាលហាមឃាត់មិនឲ្យចូលហើយលោកបានបញ្ជាឲ្យស្នងការខេត្តអនុវត្តការងារនេះយ៉ាងតឹងរឹងចំពោះករណីធ្លាយទូរ៉ែនចូលពីថៃនេះលោកបញ្ជាក់ថាកម្លាំងជំនាញនឹងបន្តស្រាវជ្រាវរកប្រភពនិងឫសគល់ការណាបំពានបើទោះបីជាការបំភ្លឺរបស់ Alan បានឆ្លើយសំណួរមួយចំនួនក្តីមហាជនរងចាំលទ្ធផលស៊ើបអង្កេតពីអាជ្ញាធរថាតើទូរ៉ែនថៃអាចចូលមកកម្ពុជាដោយរបៀបណាពីពេលណាមានអ្នកណាពាក់ព័ន្ធខ្លះហើយថាតើនឹងត្រូវទទួលខុសត្រូវបែបណាខ្លះ